ចឹងក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំគឺខ្ញុំចង់ឲ្យយុវជនយើងមានចំណេះដឹងមូលដ្ឋានគ្រឹះរឹងមាំយល់ដឹងពីប្រវត្តិសាស្ត្រផងក៏ដូចជាយល់ដឹងពីបញ្ហាសេដ្ឋកិច្ចផងនិងឲ្យយុវជនយើងចេះប្រើប្រាស់ប្រកបដោយកតេបណ្ឌិតនៅចំណេះដឹងនេះនៅក្នុងការរស់នៅប្រចាំថ្ងៃផងក៏ដូចជាចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសជាតិផងគ្រូជំរាបសួរអាយដាមមែនតើនៅថ្ងៃទី24ឧសភាខាងមុខនេះក្រសួងអប់រំយុវជននិងកីឡាសារមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្រះស្រីអេសានវរ្ម័នឬក៏សសរដែលអាយដាមនៅនេះខ្ញុំកំពុងស្ថិតនៅនេះរួមជាមួយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអមរិតនឹងរៀបចំកម្មវិធីមួយឈ្មោះថា10000ជំហានដើម្បីសិស្ស10000នាក់ដើម្បីក្រមប្រធានបទរត់ដណ្ដើមដើម្បីលើកកម្ពស់ការអាននៃសារមន្ទីរសសរជាបឋមនេះខ្ញុំចង់ឲ្យអាយដាមអាចបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការអាននិងការស្វែងយល់ពីហិរញ្ញវត្ថុជាពិសេសរូបិយវត្ថុថាតើចូលរួមការលំអគុណភាពអប់រំនិងការយល់ដឹងរបស់យុវជនយ៉ាងណាដែរបាទជាការពិតណាស់ការអានគឺជាមូលដ្ឋានគ្រឹះនៃការសិក្សាដោយសារតែការអាននេះយើងដឹងហើយថាក្នុងការសិក្សារៀនសូត្របាទយើងទាំងអស់គ្នាសិស្សយុវជនគឺត្រូវការអានសៀវភៅបាទអានហើយគឺអាចឲ្យគាត់គិតចឹងនៅក្នុងការរៀនបាទយើងមានការអានសៀវភៅការសរសេរបាទនិងការនិយាយដែលជាទាំង3នេះជាមូលដ្ឋានគ្រឹះហើយការអាននេះគឺនឹងជួយក្នុងការផ្ទេរចំណេះដឹងដោយសារតែចំណេះដឹងគឺត្រូវតែផ្ទេរពីមួយចំនួនមួយទៅមួយចំនួនមួយតាមរយៈសៀវភៅក៏ដូចជាតាមរយៈទម្រផ្សេងបាទដូចជាសាស្ត្រាសក្តិកាលពីមុនយើងមាននៅទីនេះគឺនៅសារមន្ទីរចឹងយើងនឹងឃើញមានជាសិលាចារឹកបាទដែលគេសរសេរលើហ្នឹងហើយអញ្ចឹងការអាននេះជួយនៅក្នុងការរៀនពីចំណេះដឹងពីមុនមកដើម្បីធ្វើការតេស្តពិចារណាហើយដើម្បីអាចបង្កើតជាចំណេះដឹងថ្មីបាទអញ្ចឹងការអានជាមូលដ្ឋានគ្រឹះដើម្បីមានការតេស្តពិចារណាការរៀនសូត្រផ្ទេរចំណេះដឹងពីចំនួនមួយទៅចំនួនមួយហើយឡែកចំណេះដឹងខាងផ្នែកហៅថាហិរញ្ញវត្ថុនេះគឺជួយឲ្យយុវជនបាទនៅក្នុងការចេះគ្រប់គ្រងខ្លួនឯងចេះគ្រប់គ្រងនៅចំណូលចំណាយបាទធ្វើរស់នៅឲ្យបានត្រឹមត្រូវហើយនៅក្នុងបរិបទនៃសង្កាត់វិវត្តសង្គមនេះបាទមានន័យថាចំណេះដឹងហិរញ្ញវត្ថុហ្នឹងគឺសំខាន់ណាស់បាទសម្រាប់ឲ្យយុវជនយើងបាទយល់ដឹងពីបាទអាចថាការរស់នៅប្រចាំថ្ងៃបាទទី2ទៀតឲ្យគាត់ចេះនៅក្នុងការរកទូទានបាទទៅថ្ងៃអនាគតបង្កើតក្រុមហ៊ុនបាទឬមួយក៏ខ្ចីដើម្បីយកទៅធ្វើអាជីវកម្មផ្សេងបាទអញ្ចឹងជួយធ្វើឲ្យជីវិតយើងគឺអាចមានស្ថិរភាពបាទហើយក៏នឹងជួយឲ្យដោះស្រាយនៃបញ្ហាមួយចំនួនជាពិសេសគឺប្រជាជនយើងមួយចំនួនគាត់អត់យល់ដឹងបាទពីពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុហ្នឹងឯងបាទអញ្ចឹងទេគាត់ខ្ចីលុយធនាគារហើយគាត់មិនបានយកទៅប្រើប្រាស់សម្រាប់ប្រកបការផលគាត់ទៅទិញជារបស់របរផ្សេងហើយនៅពេលដែលប្រាក់ចំណូលគាត់អត់មានគឺគាត់ប្រឈមមុខនឹងការចម្ពាក់បំណុលផ្សេងអញ្ចឹងចំណេះដឹងហិរញ្ញវត្ថុគឺជាមូលដ្ឋានគ្រឹះនៃជីវិតជួយឲ្យយើងនឹងរស់នៅបានស្រួលបាទហើយក៏ដូចជួយឲ្យយើងនឹងអាចប្រកបរបរចិញ្ចឹមជីវិតបានក៏ដូចជាប្រើប្រាស់នៅក្នុងការធ្វើអាជីវកម្មផ្សេងបាទចាអាយដាមមួយវិញទៀតដោយសារតែឥឡូវកំពុងតែស្ថិតនៅក្នុងសារមន្ទីរសសរស្រាប់ដោយសារតែយុទ្ធនាការនេះក្រៅពីលើកកម្ពស់ការអានគឺពាក់ព័ន្ធនឹងហិរញ្ញវត្ថុដោយអាយដាមបានមានភាសាខាងដើមអញ្ចឹងអាយដាមរំពឹងថាយុទ្ធនាការនេះដែលនាំសិស្ស10000នាក់ក្នុងរយៈពេល3ឆ្នាំមកទស្សនៈសារមន្ទីរសសរនោះអាយដាមរំពឹងថា
សិស្សានុសិស្សហ្នឹងគាត់ទទួលបានលទ្ធផលយ៉ាងម៉េចហើយជាពិសេសសម្រាប់សាធារណជនទោះបីគាត់អត់បានកម្មវិធីនេះសម្រាប់សិស្សានុសិស្សប៉ុន្តែអាចបញ្ជាការយល់ដឹងរបស់សាធារណជនឯងបាទអញ្ចឹងសារមន្ទីរព្រះឥសាវរ្ម័ននេះឬក៏សសរនេះគឺជាសារមន្ទីរមួយខុសពីសារមន្ទីរជាតិបាទគឺទី1សារមន្ទីរនេះផ្ដោតទៅលើការប្រវត្តិសាស្ត្រកម្ពុជាសម័យដំបូងបាទយើងហៅថាសម័យហ្វូណនអញ្ចឹងយើងឃើញថានៅទីនេះគឺចាប់ផ្ដើមចេញពីប្រវត្តិកម្ពុជាពេលដើមដំបូងនៅអង្គរបុរីបាទអញ្ចឹងនៅសម័យអង្គរបុរីនេះគឺវាខុសពីសម័យផ្សេងគឺមានការប្រើប្រាស់រូបិយវត្ថុបាទជារូបិយវត្ថុនេះយើងឃើញនេះបាទនេះគឺជាទម្រង់នៃរូបិយវត្ថុដែលត្រូវបានគេរកឃើញនៅពេលដែលយើងធ្វើផ្លូវបាទធ្វើផ្លូវបាទនៅខាងនោះបាទគឺការធ្វើផ្លូវនៅតំបន់អង្គរបុរីបាទអញ្ចឹងគេឃើញមានកាក់ជាច្រើនតែក្នុងនោះមានកាក់តាំងពីអាណាចក្ររ៉ូម៉ាំងបាទតាំងពីនៅរ៉ូមបាទអាណាចក្ររ៉ូមនោះគឺអំឡុងដើមសតវត្សទី1នៃគ្រិស្តសករាជអញ្ចឹងតំបន់ហៅថាអង្គរបុរីឬមួយអូកែវដែលជាកំពង់ផែហ្នឹងគឺជាកំពង់ផែសមុទ្រមួយយ៉ាងសំខាន់ដែលផ្សារភ្ជាប់ទៅអាណាចក្រខ្មែរពីមុនដែលយើងហៅថាជាហ្វូណនហ្នឹងបាទជាមួយនឹងពិភពលោកផ្សេងទៀតហើយគឺនៅពេលនោះខ្មែរមានប្រើប្រាស់រូបិយវត្ថុប៉ុន្តែនៅចំនួនអង្គរគេអត់រកឃើញមានទេបាទអញ្ចឹងមានន័យថាចំនួននោះគឺកម្ពុជាយើងគឺអភិវឌ្ឍពាណិជ្ជកម្មអន្តរជាតិនឹងគឺខ្លាំងបាទហើយដូច្នេះហើយនេះគឺជាសារមន្ទីររូបិយវត្ថុអញ្ចឹងយើងផ្សារភ្ជាប់ឲ្យយុវជនយើងនឹងយល់ដឹងពីប្រវត្តិសាស្ត្រកម្ពុជាផងហើយក៏យល់ដឹងអំពីអញ្ជើញបាទយល់ដឹងអំពីរូបិយវត្ថុបាទរហូតដល់ចំនួនអង្គរគឺយើងអត់ឃើញមានទេគេលែងប្រើប្រាស់រូបិយវត្ថុទៀតហើយបាទដូច្នេះឲ្យយុវជនយើងស្គាល់ពីប្រវត្តិសាស្ត្រទី2យល់ដឹងពីសារៈសំខាន់នៃហៅថានៃទូនីតិរបស់ការគ្រប់គ្រងហិរញ្ញវត្ថុហ្នឹងដែលយើងហៅថា financial literacy ហ្នឹងគឺមួយក៏ការចេះគ្រប់គ្រងខាងផ្នែកហិរញ្ញវត្ថុហ្នឹងដើម្បីយុវជនយើងមានបំណិនបាទមានទាំងចំណេះដឹងប្រវត្តិសាស្ត្រក៏ដូចជាមានបំណិនគ្រប់គ្រងខ្លួនឯងគ្រប់គ្រងហិរញ្ញវត្ថុបាទចំណូលចំណាយចេះប្រើប្រាស់ហិរញ្ញវត្ថុនេះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារសេដ្ឋកិច្ចជាតិអីជាដើមចាអាយដាមមួយវិញទៀតមែនតើទៅតាមដែលនាងខ្ញុំដឹងព័ត៌មានមកថាអាយដាមឧស្សាហ៍មកកាន់សារមន្ទីរនេះមែនតើក្រៅពីពេលតំណែងអាយដាមមកឲ្យជាក់ស្ដែងមុនហ្នឹងអាយដាមបានស្គាល់ទីតាំងមួយចំនួនហើយស្វែងយល់ច្រើនពីរូបិយវត្ថុហើយនិងប្រវត្តិនៃការអីជាដើមអាយដាមគិតថាសារមន្ទីរនេះមានសារៈសំខាន់យ៉ាងណាខ្លះសម្រាប់យុវជនជាពិសេសអាយដាមក្នុងនាមជារដ្ឋមន្ត្រីអប់រំហើយពីមុនហ្នឹងធ្លាប់មានធ្វើការផ្នែកសេដ្ឋកិច្ចយ៉ាងអាយដាមគិតថាវាសំខាន់សម្រាប់យុវជនកម្រិតណាដោយអាយដាមមានប្រសាសន៍ខាងណាបាទតាមពិតពេលមុនគឺខ្ញុំធ្វើការនៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុប្រហែលជា15ឆ្នាំហើយធ្លាប់ជាអគ្គលេខាធិការនៃក្រសួងហិរញ្ញវត្ថុនិងរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុផងដែរហើយក៏ធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងអ្នកដែលរៀបចំបាទទាំងអាយដាមជាចន្ទោក៏ដូចជាទាំងអ្នកដែលបង្កើតទស្សនទាននៃសារមន្ទីរនេះឡើងអញ្ចឹងគឺហើយខ្ញុំក៏បានធ្លាប់ចូលរួមនៅក្នុងការថតបាទពាក់ព័ន្ធនឹងប្រវត្តិសាស្ត្ររូបិយវត្ថុនៅទីនេះផងដែរបាទអញ្ចឹងកន្លែងនេះគឺយើងដឹងហើយថាបាទនៅពេលដែលយុវជនយើងមកទីនេះគឺគាត់នឹងយល់ដឹងកាន់តែច្បាស់ថាកម្ពុជាធ្លាប់មានប្រវត្តិមួយដ៏រុងរឿងបាទមិនមែនត្រឹមតែអង្គរទេភាគច្រើនយុវជនយើងដឹងតែពីអង្គរទេបាទឃើញតែអង្គរទេប៉ុន្តែតាមពិតប្រវត្តិសាស្ត្រយើងហ្នឹងគឺចាប់ដើមពីសតវត្សទី1នៃគ្រិស្តសករាជណាគឺជាមជ្ឈមណ្ឌលវប្បធម៌
ក៏ដូចជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅអាស៊ីអាគ្នេយ៍បាទអញ្ចឹងកម្ពុជាជាប្រទេសទី1នៅអាស៊ីអាគ្នេយ៍នេះដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មហើយមានការប្រើប្រាស់យ៉ាងទូលំទូលាយនៅរូបិយវត្ថុអញ្ចឹងយើងអាចឃើញរូបិយវត្ថុផ្សេងហើយនឹងការវិវត្តកម្ពុជាពីដំណាក់កាលមួយទៅដំណាក់កាលមួយបាទដើម្បីឲ្យយុវជនយើងយល់ដឹងអំពីសារៈសំខាន់នៃហិរញ្ញវត្ថុនេះនៅក្នុងការអភិវឌ្ឍជាតិអញ្ចឹងយើងគឺដឹងហើយថាប្រទេសយើងក៏ឆ្លងកាត់នៅប្រវត្តិសាស្ត្រផ្សេងដំណាក់កាលផ្សេងឧទាហរណ៍ចំនួនខ្មែរក្រហមគឺជាដំណាក់កាលមួយដែលគេលុបបំបាត់ការប្រើប្រាស់លុយបាទអញ្ចឹងវាជាឥទ្ធិពលអវិជ្ជមានទៅលើសេដ្ឋកិច្ចបាទឲ្យយល់ដឹងថារូបិយវត្ថុនេះគឺជាមធ្យោបាយមួយនៅក្នុងការជួយជំរុញជីវភាពសេដ្ឋកិច្ចសកម្មភាពសេដ្ឋកិច្ចឲ្យរីកលូតលាស់បាទបើសិនជាអត់មានរូបិយវត្ថុគឺយើងមិនអាចផ្លាស់ប្ដូរជាមួយនឹងប្រទេសខាងក្រៅហើយកម្ពុជាក៏អាចអភិវឌ្ឍបានដែរអញ្ចឹងការមិនត្រឹមសារៈសំខាន់មិនត្រឹមតែចេះគ្រប់គ្រងរូបិយវត្ថុឬមួយក៏ចំណូលចំណាយផ្ទាល់ខ្លួនទេប៉ុន្តែត្រូវចេះចាត់ចែងនិងគ្រប់គ្រងថវិកាជាតិនិងពង្រឹងប្រព័ន្ធហិរញ្ញវត្ថុជាតិអញ្ចឹងយើងឃើញកម្ពុជាយើងអាចអភិវឌ្ឍបានក្នុងរយៈពេល25ឆ្នាំកន្លងទៅនេះបានលឿនកែប្រែមុខមាត់ពីប្រទេសដែលមានប្រាក់ចំណូលទាបទៅជាប្រទេសដែលចេញពីប្រទេសប្រាក់ចំណូលទាបឈានទៅប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ហ្នឹងគឺដោយសារទូនីតិនៃប្រព័ន្ធហិរញ្ញវត្ថុហ្នឹងហើយអញ្ចឹងក្នុងនាមជារដ្ឋមន្ត្រីក្រសួងអប់រំគឺខ្ញុំចង់ឲ្យយុវជនយើងមានចំណេះដឹងមូលដ្ឋានគ្រឹះរឹងមាំយល់ដឹងពីប្រវត្តិសាស្ត្រផងក៏ដូចជាយល់ដឹងពីបញ្ហាសេដ្ឋកិច្ចផងនិងឲ្យយុវជនយើងចេះប្រើប្រាស់ប្រកបដោយកតេបណ្ឌិតនៅចំណេះដឹងនេះនៅក្នុងការរស់នៅប្រចាំថ្ងៃផងក៏ដូចជាចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រទេសជាតិផងចាអរគុណច្រើនអាយដាមដូចដែលអាយដាមមានប្រសាសន៍ខាងដើមគឺយុទ្ធនាការនេះមិនត្រឹមតែលើកកម្ពស់នៃការអានទេប៉ុន្តែធ្វើឲ្យយុវជនខ្មែរហ្នឹងគាត់បានស្វែងយល់ពីការគ្រប់គ្រងនៃហិរញ្ញវត្ថុជាពិសេសប្រវត្តិសាស្ត្រនៃហិរញ្ញវត្ថុរបស់ខ្មែរការចរាចរណ៍ឲ្យផ្សេងហើយទូយ៉ាងការមកទស្សនាសារមន្ទីរនេះនឹងផ្ដល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សផងដែរអាយដាមតាមរយៈយុទ្ធនាការនេះក្នុងនាមថ្នាក់ដឹកនាំក្រសួងអប់រំអាយដាមវាតម្លៃយ៉ាងណាដែលអមរិតគាត់បង្កើតយុទ្ធនាការនេះឡើងអាយដាមបាទយុទ្ធនាការ10000ជំហានដើម្បីសិស្ស10000នាក់នេះគឺនឹងជួយឲ្យសិស្សបាទ10000នាក់ឬក៏ច្រើនជាង10000នាក់បាទយល់ដឹងពីទី1យល់ដឹងអំពីសារៈសំខាន់នៃចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុនៅក្នុងការអភិវឌ្ឍខ្លួនអភិវឌ្ឍគ្រួសារទី2បាទគឺការផ្សារភ្ជាប់បាទកីឡាបាទគឺជាការរត់ឬក៏ការដើរហ្នឹងបាទទី1កីឡានឹងនាំមកនូវសុខភាពកីឡានាំមកនៅសាមគ្គីភាពឯកភាពជាតិផងដែរក៏ដូចជាកីឡាឲ្យយុវជនយើងចេះជួយគ្នាទៅវិញទៅមកហើយឲ្យគាត់យល់ដឹងអំពីផ្សារភ្ជាប់កីឡាជាមួយនឹងចំណេះដឹងខាងផ្នែកហិរញ្ញវត្ថុបាទចាអាដាមមួយទៀតខ្ញុំចាប់អារម្មណ៍នៅក្នុងពេលដើរមកដល់នៅក្នុងសារមន្ទីរសសរនោះគឺមានคลิปយន្តឯកសារមួយហើយក្នុងហ្នឹងក៏នឹងមានវត្តមានអាដាមនៅក្នុងហ្នឹងដែរអាដាមដោយដែលអាដាមបានបញ្ជាក់ខាងដើមអញ្ចឹងឃើញថាសារមន្ទីរនេះប្លែកណាស់ក្រៅពីសិស្សានុសិស្សដែល10000នាក់ដែលគាត់គ្រោងនឹងមកទស្សនកិច្ចនៅក្នុងសារមន្ទីរសសរតាមរយៈយុទ្ធនាការរបស់អមរិតរត់នឹងដើរដើម្បីលើកកម្ពស់ការអានសសរណាឃើញមានសារមន្ទីរនេះក្រៅពីមានរូបិយវត្ថុឲ្យសិស្សមើលហើយនឹងមានការថ្លែងពីប្រវត្តិអីផ្សេងដែរបាទគឺថាចំណុចពិសេសគឺឲ្យយល់ដឹងអំពីនយោបាយកម្ពុជាពីដំណាក់កាលមួយទៅដំណាក់កាលមួយអញ្ចឹងយើងបានឆ្លងកាត់បាទពីចំនួនហៅថាចំនួនដើមបាទអង្គរបុរីចំនួនចេញឡាបាទនៅបន្តមកទៀតសម័យអង្គរហើយចូលមកដល់ការទទួលបានឯករាជ្យជាតិបាទនេះនៅពេលដែលយើងទទួលបានឯករាជ្យជាតិដើមដំបូងគឺការបង្កើតធនាគារជាតិនៃកម្ពុជាការបោះពុម្ពរូបិយវត្ថុបាទហើយក៏
ខ្លួនខ្ញុំផ្ទាល់ក៏បានធ្វើបទទេសនាពាក់ព័ន្ធនឹងទូនីតិនៅរូបិយវត្ថុនេះនៅក្នុងការធានាបាននៅហៅថាឯករាជ្យជាតិធានាបាននៅអធិបតេយ្យភាពរបស់ប្រទេសបាទអញ្ចឹងនេះរូបិយវត្ថុមិនមែនត្រឹមតែជួយលើកកម្ពស់ពាណិជ្ជកម្មប៉ុណ្ណោះទេប៉ុន្តែធានាបាននៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចធានាបាននៅឯករាជ្យបាទនិងអធិបតេយ្យជាតិបាទអញ្ចឹងឯករាជ្យនយោបាយតែមួយមុខអត់គ្រប់គ្រាន់ទេតើតែមានឯករាជ្យខាងផ្នែកហិរញ្ញវត្ថុទើបធានាបាននៅឯករាជ្យភាពពិតប្រាកដបាទដូច្នេះការស្វែងយល់ពីហិរញ្ញវត្ថុនិងរូបិយវត្ថុនឹងមានសារៈសំខាន់មែនទែនក្នុងការធ្វើឲ្យយុវជនខ្មែរនឹងក៏អាចចាត់ចែងចំណូលចំណាយបង្កើតសេដ្ឋកិច្ចសម្រាប់ខ្លួនឯងផងនិងសម្រាប់សង្គមជាតិផងឯកឧត្តមកន្លងទៅឃើញមានការចូលរួមរបស់វិស័យឯកជនច្រើនជាមួយនឹងវិស័យអប់រំក្នុងការជំរុញការអភិវឌ្ឍយុវជនក្នុងនាមភាពដៃគូរវាងរដ្ឋនិងវិស័យឯកជនតួយ៉ាងដូចជាការចូលរួមរបស់អមរិតហ្នឹងឯកឧត្តមមើលឃើញពីតួនាទីនិងតម្លៃយ៉ាងណាខ្លះក្នុងការជំរុញការអភិវឌ្ឍវិស័យអប់រំនិងជំនាញដល់យុវជនចឹងយើងដឹងថាវិស័យអប់រំវាធំណាស់ទាមទារនៃការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធអញ្ចឹងក្រសួងអប់រំសូមវាតម្លៃខ្ពស់ចំពោះការចូលរួមរបស់អមរិតនៅក្នុងការលើកកម្ពស់ការយល់ដឹងពីហិរញ្ញវត្ថុការយល់ដឹងអំពីអំណាចក៏ដូចជាការលើកកម្ពស់កីឡាផងដែរបាទអញ្ចឹងកន្លងមកគឺអមរិតក៏បានជួយគ្រប់គ្រងក្រសួងអប់រំយុវជនកីឡានៅក្នុងការដោះស្រាយបញ្ហាប្រឈមរបស់យើងនៅពេលមានចំនួនជាមួយនឹងប្រទេសថៃជាមួយព្រំដែនហើយក៏សូមវិនិច្ឆ័យខ្ពស់ចំពោះដៃគូផ្សេងទៀតដែលបានសហការបាទទាំងសាលាគ្រឹះស្ថានសិក្សារដ្ឋទាំងឯកជនក៏ដូចជាវិស័យឯកជនក្រុមហ៊ុននានាដែលបានជួយគ្រប់គ្រងក្រសួងអប់រំអញ្ចឹងយើងមានសាលា10000សាលាបាទ10000សាលាទាំងសាលារដ្ឋទាំងសាលាឯកជនអញ្ចឹងចំនួននេះច្រើនណាស់អញ្ចឹងទាមទារនៃការចូលរួមរបស់ទាំងអស់គ្នាវិស័យអប់រំគឺត្រូវទាមទារនៃការចូលរួមពីសិស្សគ្រូសាលារៀនមេដាបៃតាក៏ដូចជាភាគីពាក់ព័ន្ធទាំងអស់ដើម្បីជួយគ្រប់គ្រងវិស័យនេះឲ្យបានរីកចម្រើនទៅមុខអញ្ចឹងបើសិនជាអត់មានការចូលរួមរបស់ទាំងអស់គ្នាទេគឺអប់រំក៏អាចទៅម្នាក់ឯងបានដែរអញ្ចឹងបានន័យថាការអប់រំដើម្បីទាំងអស់គ្នាហើយទាំងអស់គ្នាដើម្បីការអប់រំប៉ុន្តែក៏ត្រូវការចូលរួមរបស់វិស័យឯកជនក្នុងការជួយដល់វិស័យអប់រំផងដែរបាទពិតបាទអាយដាមឈានដល់សំណួរចុងក្រោយឯងចង់ដែរអាយដាមមានសារអីផ្ញើទៅដល់វិស័យឯកជនក្នុងការលើកទឹកចិត្តឲ្យពួកគាត់ចូលរួមជាមួយវិស័យអប់រំបន្តទៀតចឹងបាទខ្ញុំសូមអំពាវនាវដើម្បីឲ្យវិស័យឯកជនបន្តចូលរួមដើម្បីគ្រប់គ្រងទៅដល់វិស័យអប់រំដោយសារតែការចូលរួមគ្រប់គ្រងរបស់វិស័យឯកជននេះមានសារៈសំខាន់ណាស់ដើម្បីអាចឲ្យយើងបង្កើតជាមូលធនមនុស្សមួយដែលមានគុណភាពអញ្ចឹងនៅពេលដែលមានមូលធនមនុស្សដែលមានគុណភាពក៏យើងអាចចូលរួមធ្វើឲ្យវិស័យឯកជនហ្នឹងក៏មានគុណភាពហើយក៏អភិវឌ្ឍទៅបានលឿនដែរអញ្ចឹងយើងឃើញថាមូលធនមនុស្សគឺជាកត្តាចម្បងបំផុតនៅក្នុងការអភិវឌ្ឍប្រទេសជាតិបាទអញ្ចឹងយើងតាមរយៈប្រវត្តិសាស្ត្រនៅដែលបង្ហាញនៅសារមន្ទីរសសរនេះក៏បានបង្ហាញឃើញដែរថាបាទកម្ពុជាអាចបង្កើតឡើងនៅអរិយធម៌មួយដ៏ស្កឹមស្កៃតាំងតែពីសតវត្សទី1នៃគ្រិស្តសករាជហ្នឹងគឺដោយសារតែកម្ពុជាទទួលយកនៅចំណេះដឹងទទួលយកនៅអរិយធម៌ដែលជាអរិយធម៌ភាសាមានភាសាសំស្ក្រឹតបាទហើយបន្តមកគឺការបង្កើតនៅមជ្ឈមណ្ឌលសិក្សារៀនសូត្រនឹងចំនួនអង្គរយើងដឹងថាអង្គរគឺជាអរិយធម៌មួយដែលស្កឹមស្កៃហ្នឹងក៏មានក៏ជាមជ្ឈមណ្ឌលនៃការសិក្សារៀនសូត្រដោយបរិជាគ្រូស្ដេចអីជាដើមគឺបង្កើតឧទាហរណ៍ថាប្រាសាទមួយចំនួនហ្នឹងគឺជាសាកលវិទ្យាល័យចឹងចំនួនអង្គរដែលរីកចម្រើនខ្លាំងមានចំនួនព្រះបាទយើងដឹងថាជ័យវរ្ម័នទី7ហ្នឹងគឺជាដំណាក់កាលមួយដែលហៅថាយធខ្មែរឡើងដល់កំពូលហើយមានព្រះអង្គម្ចាស់ស្ត្រី
ម្នាក់ដែលយើងហៅថាអន្តរទេវីបាទជាសកលវិទ្យាការនៃសាកលវិទ្យាល័យចំនួនអង្គរនឹងបាទអញ្ចឹងអញ្ចឹងប្រសិនបើមិនមានធនធានមនុស្សដែលមានគុណភាពទេគឺมันអាចអភិវឌ្ឍប្រទេសឲ្យបានរីកចម្រើនឡើយចឹងហើយបានជារដ្ឋាភិបាលនីតិកាលទី7នេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនេះគឺផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍធនធានមនុស្សចឹងយើងឃើញអតិភិបគឺមនុស្សទឹកភ្លើងនិងផ្លូវបាទចឹង4ហ្នឹងគឺជាអតិភិបសំខាន់របស់រដ្ឋាភិបាលបាទសូមគោរពអរគុណអាយដាមដែលបានផ្ដល់បទសម្ភាសន៍ដល់សហព័ន្ធមានថ្មីពាក់ព័ន្ធទៅនឹងយុទ្ធនាការរត់ដើរដើម្បីលើកកម្ពស់ការអាននិងសសរនេះអរគុណច្រើនបាទអរគុណ